ជំងឺដុសដុំសាច់ក្នុងខួរក្បាលគឺនិយាយសំដៅដល់ក្រុមកោសិកាមួយដុំដែលចេះតែរីកលូតលាស់និងបំបែកខ្លួនច្រើនឡើងខុសធម្មតានៅនឹងខួរក្បាលការរីកលូតលាស់ខុសធម្មតានេះបង្កើតបានជាដុំសាច់ដុសធំទៅដែលសង្កត់ទៅលើខួរក្បាលនិងធ្វើឲ្យខួរក្បាលបំពេញមុខងារមិនបានត្រឹមត្រូវគ្រូពេទ្យជំនាញផ្នែកវះកាត់សរសៃប្រសាទនៃមន្ទីរពេទ្យ Mount Elizabeth ប្រទេសសិង្ហបុរីលោកវេជ្ជបណ្ឌិតតាំងកុកគីបានឲ្យដឹងថាជំងឺដុសដុំសាច់ក្នុងខួរក្បាលជាជំងឺកើតមានចំពោះមនុស្សទូទៅមិនថាចាស់ឬក្មេងទេរបាយការណ៍មួយរបស់មន្ទីរពេទ្យកុមាររដ្ឋ Wisconsin នៃសហរដ្ឋអាមេរិកបានសរសេរថានៅសហរដ្ឋអាមេរិកក្នុងមួយឆ្នាំគ្រូពេទ្យបានរកឃើញកុមារប្រមាណ 1,500 នាក់មានដុំសាច់នៅខួរក្បាលលោកវេជ្ជបណ្ឌិតតាំងកុកគីថ្លែងថាបើទោះជាជំងឺដុសដុំសាច់ក្នុងខួរក្បាលជាជំងឺមិនមែនកើតញឹកញាប់ចំពោះមនុស្សទូទៅដោយជំងឺដទៃទៀតក៏ដោយក៏ជំងឺនេះជាជំងឺដែលលោកឧស្សាហ៍ជួបនៅក្នុងអាជីពរបស់លោកជាអ្នកជំនាញផ្នែកវះកាត់សរសៃប្រសាទលោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថាថ្មីបើមិនមានតួលេខជំងឺនេះនៅប្រទេសកម្ពុជាក្តីប៉ុន្តែលោកធ្លាប់ទទួលវះកាត់អ្នកជំងឺជាជនជាតិខ្មែរទាក់ទងនឹងមូលហេតុដែលបណ្ដាលឲ្យកើតជំងឺដុសដុំសាច់ក្នុងខួរក្បាលគេនៅមិនទាន់រកឃើញឲ្យប្រកាសថាមកពីអ្វីមួយទេឯកសារពេទ្យជាច្រើនបានសរសេរថាមានកត្តាមួយចំនួនដែលអាចធ្វើឲ្យប្រឈមមុខខ្លាំងនឹងគ្រោះថ្នាក់ដុសដុំសាច់នៅខួរក្បាលដូចជាអ្នកធ្វើការជាមួយសារធាតុគីមីឬវិទ្យុសកម្មចាប់ពី20ទៅ30ឆ្នាំឡើងទៅដូចជាវិទ្យុសកម្មនុយក្លេអ៊ែរជាដើមឯកសារបានសរសេរទៀតថាថ្មីបើអ្នកវិទ្យាសាស្ត្រខ្លះធ្លាប់ព្រមានអំពីគ្រោះថ្នាក់ចេញពីរលកវិទ្យុសកម្មពីទូរស័ព្ទដៃឬឧបករណ៍ប្រើប្រាស់ដោយគ្មានខ្សែក្តីក៏ថ្មីនេះគេនៅមិនទាន់អាចរកឃើញឬបញ្ជាក់ឲ្យច្បាស់នៅឡើយទេលោកវិជ្ជបណ្ឌិតតាំងកុកគីឲ្យដឹងថាដុំសាច់ដុសក្នុងខួរក្បាលមានទីតាំងច្រើនកន្លែងហើយមានប្រភេទសំខាន់ពីរ The brain tumor can be divided into those that តើដល់ជាមួយនឹងដុំសាច់ដុសក្នុងខួរក្បាលហ្នឹងគឺអាចបែងចែកជាពីរប្រភេទទី1គឺដុំសាច់ដុសក្នុងខួរក្បាលដែលកើតមកពីកោសិកានៅក្នុងខួរក្បាលហ្នឹងគឺវាវិវត្តទៅជាដុំសាច់ដុសហ្នឹងទី2ដុំសាច់ដុសហ្នឹងគឺកើតដោយសារតែមានមេរោគឆ្លងពីកន្លែងផ្សេងរាលដាលទៅក្នុងខួរក្បាលការជក់បារីក៏អាចនាំឲ្យកើតជំងឺដុសដុំសាច់ក្នុងខួរក្បាលដែរតំណពូជក៏ជាការប្រឈមមួយទៀតចំពោះអាការៈនិងរោគសញ្ញានៃបញ្ហាជំងឺដុសដុំសាច់ក្នុងខួរក្បាលត្រូវបានវិជ្ជបណ្ឌិតតាំងកុកគីពន្យល់ឲ្យដឹងថាអាការៈនិងរោគសញ្ញាស្ដែងឡើងប្លែកៗគ្នាមិនទៀងគឺអាស្រ័យដោយទីតាំងនិងទំហំដុំសាច់ដែលដុសនោះករណីខ្លះដុំសាច់ក្នុងខួរក្បាលដែលមានទំហំតូចមិនបង្ហាញអាការៈនិងរោគសញ្ញាអ្វីទេក៏ប៉ុន្តែករណីដុំសាច់ដុសធំវានឹងស្ដែងចេញអាការៈនិងរោគសញ្ញាផ្សេងៗ The symptoms of the brain tumor depends on several factors រោគសញ្ញារបស់ជំងឺដុំសាច់ដុសក្នុងខួរក្បាលហ្នឹងគឺអាស្រ័យនៅលើកត្តាមួយចំនួនទី1គឺអាស្រ័យថាតើទំហំរបស់ដុំសាច់ដុសហ្នឹងក៏ប៉ុន្មានបើសិនជាដុំសាច់ដុសហ្នឹងវាមានទំហំទូចអញ្ចឹងវាអត់មានប៉ះពាល់អីដល់តួនាទីរបស់ខួរក្បាលទេអញ្ចឹងវាអត់មានបង្កឬក៏ចេញជារោគសញ្ញាទាំងអស់ហើយនៅពេលដែលវារីកលូតលាស់ធំគឺវាមានសម្ពាធទៅលើខួរក្បាលអញ្ចឹងបានវាបញ្ចេញជារោគសញ្ញាចេញមកជាទូទៅទំហំរបស់ដុំសាច់ដុសក្នុងខួរក្បាលហ្នឹងគឺវាកំណត់រោគសញ្ញាហ្នឹងអាការៈនិងរោគសញ្ញាសំខាន់ដែលអាចទាក់ទងនឹងជំងឺដុសដុំសាច់ក្នុងខួរក្បាលគឺការឈឺក្បាលជាប្រចាំជាពិសេសនៅពេលក្រោកពីដំណេកហើយអន់ទៅវិញរយៈពេល2ឬ3ម៉ោងក្រោយមកមានប្រកាច់ជាពិសេសមនុស្សចាស់អាការៈខ្សោយសាច់ដុំមួយចំហៀងខ្លួនមានការប្រែប្រួលមុខងារខួរក្បាលដូចជាភ្លេចភ្លាំងច្រើនពិបាកនិយាយវិលមុខវីកមុខធ្លាក់ត្របកភ្នែកស្រវាំងភ្នែកពិបាកអាននិងសរសេរក្អួតចង្អោរលោកពន្យល់ថាអាការៈនិងរោគសញ្ញាទាំងនេះគឺទាក់ទងទៅនឹងទីតាំងដុំសាច់ដុសចំផ្នែកខួរក្បាលដែលបញ្ជាអវយវៈណាមួយ Some tumor may be small but it causes a lot of brain reaction ដុំសាច់ដុសក្នុងខួរក្បាលខ្លះវាមានទំហំតូចទេក៏ប៉ុន្តែវាធ្វើឲ្យអាខួរក្បាលហ្នឹងមានប្រតិកម្មខ្លាំងអញ្ចឹងទៅបើករណីហ្នឹងគឺវាអាចបណ្ដាលឲ្យមានបង្កចេញជារោគសញ្ញាច្រើនដុំសាច់ដុសក្នុងខួរក្បាលខ្លះហ្នឹងគឺវាអត់បណ្ដាលឲ្យអាកោសិកានៅជាមួយខួរក្បាលហ្នឹងហើមទេក៏ប៉ុន្តែនៅពេលដែលវាធំហ្នឹងมันវាប៉ះពាល់ដល់ខួរក្បាលចំណុចសំខាន់ទី3ហ្នឹងគឺថាតើដុំសាច់ដុសហ្នឹងវារីកលូតលាស់ធំហ្នឹងលឿនប៉ុណ្ណាលោកវិជ្ជបណ្ឌិតពន្យល់ថាការពិនិត្យវិភាគរោគជំងឺដុំសាច់ដុសក្នុងខួរក្បាលគឺធ្វើតាមវិធីថតឆ្លុះក្បាល
ដោយម៉ាស៊ីនផ្សេងៗដូចជាម៉ាស៊ីន scan ឬម៉ាស៊ីន MRI វិធីម្យ៉ាងទៀតគ្រូពេទ្យអាចបូមយកឈាមនិងទឹកឆ្អឹងខ្នងទៅពិនិត្យដើម្បីរកកោសិកាមហារីកវិធីផ្សេងទៀតគ្រូពេទ្យនឹងវិភាគជំងឺនេះដោយការសាកសួរអំពីប្រវត្តិជំងឺនិងកត់សម្គាល់ជំងឺតាមរយៈរោគសញ្ញាដែលអ្នកជំងឺមានលោកវេជ្ជបណ្ឌិតពន្យល់ដូចនេះ If the tumor goes exactly at the place where it controls your ចំណែកដុំសាច់ដុះក្នុងខួរក្បាលខ្លះដែលវាដុះនៅខាងខួរក្បាលផ្នែកខាងឆ្វេងខួរក្បាលផ្នែកខាងឆ្វេងគឺវាបញ្ជាទៅដៃជើងយើងខាងស្ដាំអញ្ចឹងកាលណាវារីកលូតលាស់ធំគឺវាបង្កឲ្យដៃជើងរបស់យើងនឹងខ្សោយអត់មានកម្លាំងអ្នកជំងឺខ្លះដែលដុំសាច់ដុះនោះវាដុះនៅខាងមុខអញ្ចឹងកន្លែងហ្នឹងដុំសាច់ដុះហ្នឹងការដែលវាអាចលូតលាស់ធំហ្នឹងវាមិនសូវបង្កឲ្យចេញជារោគសញ្ញាទេកន្លែងហ្នឹងក៏ប៉ុន្តែនៅពេលដែលវាលូតលាស់ធំវាធ្វើឲ្យអត្តចរិតរបស់មនុស្សហ្នឹងគឺប្រែប្រួលអញ្ចឹងយើងអាចកត់សម្គាល់ថាមនុស្សហ្នឹងប្រហែលជាមានជំងឺហ្នឹងតាមរយៈអត្តចរិតរបស់គាត់ប្រែប្រួលលោកវិជ្ជបណ្ឌិតតាំងកុកគីមានប្រសាសន៍ថាការព្យាបាលជំងឺដុះដុំសាច់ក្នុងខួរក្បាលគឺអាស្រ័យដោយប្រភេទការលូតលាស់យឺតរលឿនរបស់ដុំសាច់ទីតាំងនិងទំហំធំឬតូចលោកបញ្យល់ថាក្នុងដំណាក់កាលទី1ប្រសិនបើដុំសាច់តូចមិនបង្កឲ្យមានរោគសញ្ញាអ្វីហើយអ្នកជំងឺមានវ័យចំណាស់ផងគេមិនចាំបាច់ព្យាបាលទេគឺគ្រាន់តែតាមដានការរីកលូតលាស់របស់ដុំសាច់នោះប៉ុណ្ណោះក៏ប៉ុន្តែលោកបញ្ជាក់ដូចនេះ especially tumor that's big or causing pressure symptoms យើងធ្វើការវះកាត់នៅពេលណាដុំសាច់ដុះហ្នឹងវាអាចប៉ះពាល់ដល់អាយុជីវិតហើយឬក៏ដុំសាច់ដុះហ្នឹងមានទំហំធំខ្លាំងលោកវិជ្ជបណ្ឌិតមានប្រសាសន៍ទៀតថាការព្យាបាលជំងឺដុះដុំសាច់ក្នុងខួរក្បាលគឺគ្រូពេទ្យនឹងធ្វើឡើងដោយវះកាត់បាញ់កាំរស្មីឬប្រើថ្នាំលោកពន្យល់អំពីជំរើសទី2ក្នុងករណីដែលត្រូវវះកាត់ដូចនេះថា The aim of the surgery is to remove all if possible គោលបំណងសំខាន់នៃការវះកាត់ហ្នឹងគឺដើម្បីយកអាដុំសាច់ដុះក្នុងខួរក្បាលហ្នឹងគឺចេញទាំងអស់តាមស្អាតទៅរួចក៏ប៉ុន្តែទន្ទឹមគ្នានឹងការយកចេញបើសិនជាការយកចេញខ្លះប៉ះពាល់ដល់អាយុជីវិតយើងមិនអាចធ្វើការវះកាត់បានដែរចំពោះករណីដុំសាច់ខ្លះដែលដុះចាក់ឬជ្រៅទៅក្នុងខួរក្បាលគ្រូពេទ្យគ្រាន់តែកាត់សាច់នោះបន្តិចបន្តួចយកមកវិភាគប៉ុណ្ណោះហើយលោកពន្យល់បន្ថែម Like some tumor we do not need to remove all ករណីដុំសាច់ដុះក្នុងខួរក្បាលខ្លះការវះកាត់ហ្នឹងយើងមិនចាំបាច់ថាត្រូវយកចេញទាំងអស់ទេព្រោះកាលណាយកចេញទាំងអស់គឺវាអាចប៉ះពាល់ដល់អាខួរក្បាលនឹងបានប្រព័ន្ធប្រសាទប្រសាទនឹងបានអញ្ចឹងយើងយកចេញតែចំណុចសំខាន់ហើយមេរោគដុំសាច់ដុះដែលនៅសល់ហ្នឹងគឺយើងអាចព្យាបាលបានតាមរយៈការចាក់ថ្នាំគីមីជំរឿននៃការព្យាបាលទី3គឺការព្យាបាលដុំសាច់ដោយការប្រើកាំរស្មីនិងប្រើថ្នាំគីមី This radiation depends on the situation នៅសិង្ហបុរីនោះគេមានបច្ចេកវិទ្យាថ្មីការបាញ់កាំរស្មីនោះគឺចំតែដុំសាច់ដុំមហារីកនឹងទេអត់ប៉ះពាល់ដល់ខួរក្បាលហើយនិងប្រព័ន្ធប្រសាទប្រសាទវិជ្ជបណ្ឌិតតាំងកុកគីមានប្រសាសន៍ថាជំងឺដុះដុំសាច់ក្នុងខួរក្បាលមិនមានវិធីប្រកបប្រជាណាមួយអាចបង្ការបានទេក្រៅពីការកាត់បន្ថយកត្តាប្រឈមមុខដោយបានជម្រាបជូនពីខាងដើមអ្នកជក់បារីគួរបញ្ឈប់ការជក់បារីគ្រូពេទ្យណែនាំថាអ្នកជំងឺគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យនៅពេលណាមានអាការៈឈឺក្បាលជាប់រហូតគួរផ្សំជាមួយអាការៈនិងសញ្ញាដុះដុំសាច់ខួរក្បាលដទៃទៀតត្រូវនាំអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់នៅពេលដែលអ្នកជំងឺណាម្នាក់ចាប់ផ្ដើមប្រកាច់ស្មារតីចុះខ្សោយភ្នែកស្រវាំងនិងពិបាកនិយាយឬនិយាយមិនច្បាស់ដែលកើតឡើងភ្លាមខ្ញុំលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញ